ក្រោមពន្លឺព្រះច័ន្ទស្ងប់ស្ងាត់បឹងនេះខ្ញុំអង្គុយលេងទ្រចាំថ្ងៃដែលកូនឡងជីវិតខ្ញុំបាត់បង់ស្នេហាម្ដងទុកតែវិញ្ញាណនៅជាប់ទីនេះកាលពីសម័យបុរាណមានភូមិតូចមួយស្ថិតនៅជីព្រៃឈ្មោះថាភូមិត្រពាំងច័ន្ទភូមិនេះស្ងប់ស្ងាត់ពោរពេញទៅដោយវាលស្រែព្រៃឈើនិងបឹងទឹកធំដែលប្រជាជនភូមិតែងតែនិយាយថាបឹងនោះគឺជាបឹងអាកកំបាំងហើយចម្លែកទៀតផងនៅក្នុងភូមិនោះដែរមានបុរសម្នាក់ឈ្មោះថាចន្ទរាគាត់ជាក្មេងកំព្រាដែលរស់នៅតែម្នាក់ឯងនៅក្នុងផ្ទះឈើតូចមួយគាត់ធ្វើការជាកសិករនិងជួនកាលចូលព្រៃកាប់ឈើដើម្បីយកទៅលក់នៅទីផ្សារចន្ទរាជាមនុស្សចិត្តល្អស្ងៀមស្ងាត់ហើយមិនដែលធ្វើអាក្រក់ចំពោះនរណាម្នាក់ឡើយប្រជាជនក្នុងភូមិទាំងអស់ស្រឡាញ់គាត់ព្រោះគាត់តែងតែជួយអ្នកដទៃជានិច្ចប៉ុន្តែជីវិតគាត់នៅតែឯការាល់យប់គាត់អង្គុយមើលព្រះច័ន្ទពីមុខផ្ទះហើយគិតថាតើថ្ងៃណាមួយខ្ញុំនឹងមាននារីណាដែលអាចស្រឡាញ់ខ្ញុំដូចជាអ្នកផ្សេងដទៃទៀតដែរឬទេពីមួយថ្ងៃទៅមួយថ្ងៃអ្នកភូមិតែងតែនាំគ្នានិយាយថានៅក្នុងព្រៃមានបឹងធំមួយដែលគេហៅថាបឹងត្រសាវនៅក្បែរបឹងនោះមានដើមឈើធំធំហើយនៅមានផ្ទះឈើចាស់មួយដែលគេហៅថាផ្ទះម្ចាស់ទ្រប្រជាជនក៏នាំគ្នានិយាយបន្តទៀតថាកុំទៅក្បែរបឹងនោះនៅពេលយប់ព្រោះមានខ្មោចក្រមុំរស់នៅទីនោះចន្ទរាមិនដែលជឿលើរឿងខ្មោចឡើយថ្ងៃមួយគាត់ចូលព្រៃកាប់ឈើគាត់ដើរមកដល់ជិតបឹងនោះពេលថ្ងៃជិតលិចគាត់ក៏សម្រាកនៅក្រោមដើមឈើភ្លាមគាត់ឮសំឡេងទ្រឮឡើងយ៉ាងផ្អែមល្ហែមដូចជាភ្លេងអប្សរាចន្ទរាចាប់អារម្មណ៍យ៉ាងខ្លាំងគាត់ដើរតាមសំឡេងភ្លេងនោះរហូតដល់ឃើញនារីស្រស់ស្អាតម្នាក់អង្គុយលេងទ្រនៅមុខផ្ទះឈើចាស់នារីនោះស្លៀកសម្លៀកបំពាក់បែបបុរាណពណ៌សហើយនឹងមានសម្រស់ដូចអប្សរាចន្ទរាគ្រាន់តែឃើញភ្លាមស្ទើរតែមិនជឿនៅលើភ្នែកខ្លួនឯងទៀតផងក្នុងគ្រានោះដែរនារីនោះមើលឃើញចន្ទរាហើយញញឹមស្រាលបងជាអ្នកណានាងសួរដោយសំឡេងទន់ភ្លន់ចន្ទរាក៏ឆ្លើយត្រឡប់មកវិញយ៉ាងភ្ញាក់ផ្អើលថាខ្ញុំឈ្មោះចន្ទរាខ្ញុំជាកសិករតែសុំទោសខ្ញុំមិនដឹងថាអ្នករស់នៅទីនេះទេនារីនោះក៏ឆ្លើយតបវិញថាខ្ញុំឈ្មោះសុភាខ្ញុំជាម្ចាស់ទ្រសោនេះចន្ទរាស្ដាប់សំឡេងទ្ររបស់នាងហើយមានអារម្មណ៍ថាចិត្តរបស់គាត់កំពុងត្រូវបានទាក់ទាញដោយអ្វីមួយចាប់ពីថ្ងៃនោះទៅចន្ទរាមកក្បែរបឹងជារៀងរាល់ល្ងាចដើម្បីស្ដាប់សំឡេងទ្ររបស់សុភាពួកគេចាប់ផ្ដើមនិយាយគ្នាហើយសើចដាក់គ្នាហើយមិត្តភាពក៏ក្លាយជាស្នេហានៅថ្ងៃមួយចន្ទរានិយាយទៅកាន់សុភាថាសុភាខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់អ្នកសុភានៅស្ងៀមបន្តិចភ្នែកនាងមើលទៅដូចជាមានទុក្ខបងចន្ទរាបងមិនគួរស្រឡាញ់ខ្ញុំទេចន្ទរាក៏សួរទៅវិញថាហេតុអ្វីសុភាមិនឆ្លើយអ្វីទាំងអស់នាងគ្រាន់តែលេងទ្របន្តប៉ុន្តែចន្ទរាមិនដឹងថានៅក្នុងភូមិប្រជាជនចាប់ផ្ដើមនិយាយគ្នាតគ្នាថាចន្ទរានៅជិតបឹងទ្រសោនេះរៀងរាល់យប់គាត់ប្រហែលជាបានជួបខ្មោចក្រមុំហើយថ្ងៃមួយចន្ទរាសម្រេចសួរសុភាដោយត្រង់ថាសុភាប្រជាជនក្នុងភូមិនិយាយថាមានខ្មោចរស់នៅទីនេះតើវាជាការពិតទេសុភាគ្រាន់តែឮហើយឈប់លេងទ្រ
ខ្យល់ត្រជាក់បក់កាត់បឹងស្រាលស្រាលនាងក៏និយាយតិចតិចថាបងចន្ទរាប្រសិនបើខ្ញុំប្រាប់ការពិតបងប្រហែលជានឹងខ្លាចខ្ញុំចន្ទរាក៏តបវិញថាខ្ញុំមិនខ្លាចទេសុភាដកដង្ហើមយឺតហើយនិយាយថាខ្ញុំមិនមែនជាមនុស្សទេចន្ទរាគ្រាន់តែឮក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនោះសុភាក៏បន្តទៀតថាខ្ញុំជាវិញ្ញាណនារីដែលបានស្លាប់នៅទីនេះកាលពីច្រើនឆ្នាំមុនសុភាប្រាប់ថាកាលពីមុននាងជាកូនស្រីអ្នកមាននៅក្នុងភូមិនាងមានទេពកោសល្យលេងទ្រហើយមនុស្សជាច្រើនស្រឡាញ់សំឡេងភ្លេងរបស់នាងណាស់នាងមានគូស្នេហ៍ម្នាក់ប៉ុន្តែគ្រួសារនាងមិនព្រមឲ្យរៀបការនោះទេថ្ងៃមួយនាងរត់មកក្បែរបឹងនេះដើម្បីជួបគូស្នេហ៍ប៉ុន្តែគាត់មិនបានមកឡើយដោយសារទុក្ខនិងការខកចិត្តនាងក៏បានលោតចូលទៅក្នុងបឹងចាប់តាំងពីថ្ងៃនោះមកវិញ្ញាណនាងក៏នៅតែរស់នៅទីនេះជាមួយទ្ររបស់នាងរហូតចន្ទរាស្ដាប់រឿងនោះហើយទឹកភ្នែករបស់គាត់ក៏រលីងរលោងស្រក់មកសុភាខ្ញុំមិនខ្លាចអ្នកទេខ្ញុំស្រឡាញ់អ្នកទោះអ្នកជាវិញ្ញាណក៏ដោយចាប់តាំងពីថ្ងៃនោះមកស្នេហារបស់ពួកគេកាន់តែជ្រាលជ្រៅឡើងរាល់យប់ចន្ទរាតែងតែមកស្ដាប់សុភាលេងទ្រពន្លឺព្រះច័ន្ទបំភ្លឺនៅលើបឹងហើយសំឡេងទ្រឮឡើងយ៉ាងអាក់កំបាំងប៉ុន្តែមានរឿងចម្លែកបានកើតឡើងចន្ទរាចាប់ផ្ដើមស្រងូតស្រងាត់មុខគាត់ឡើងស្រអាប់ហើយខ្មៅរាងកាយក៏ស្លេកអ្នកភូមិនិយាយថាវិញ្ញាណកំពុងយកព្រលឹងគាត់នៅថ្ងៃមួយនោះព្រះសង្ឃចាស់នៅវត្តហៅចន្ទរាថាកូនអ្នកកំពុងស្នេហ៍វិញ្ញាណមែនទេចន្ទរានៅស្ងៀមព្រះសង្ឃក៏និយាយបន្តថាវិញ្ញាណនោះមិនចង់ធ្វើអាក្រក់ទេប៉ុន្តែការដែលស្នេហារវាងមនុស្សនិងខ្មោចនឹងធ្វើឲ្យជីវិតកូនខ្សោយទៅរៀងរាល់ថ្ងៃតែខ្ញុំបានលងស្រឡាញ់នាងបាត់ទៅហើយលោកឪក៏តបវិញថាបើសិនជាកូនចង់ជួយនាងកូនត្រូវធ្វើឲ្យវិញ្ញាណរបស់នាងទៅកាន់ទីកន្លែងដែលស្ងប់សុខចន្ទរាត្រឡប់ទៅបឹងគាត់ប្រាប់សុភាអំពីអ្វីដែលព្រះសង្ឃបាននិយាយសុភាមើលទៅដូចជាសោកសៅខ្ញុំដឹងថាវាអាចនឹងកើតឡើងខ្ញុំមិនចង់ឲ្យបងឈឺចាប់ទេចន្ទរាកាន់ដៃរបស់នាងខ្ញុំចង់ឲ្យអ្នកបានសុខសាន្តទោះបីខ្ញុំត្រូវបាត់បង់អ្នកក៏ដោយលុះដល់ថ្ងៃបន្ទាប់ព្រះសង្ឃបានធ្វើពិធីបួងសួងនៅក្បែរបឹងពន្លឺចម្លែកភ្លឺឡើងនៅលើទឹកសុភាមើលចន្ទរាហើយញញឹមជាលើកចុងក្រោយបងចន្ទរាអូនសូមអរគុណដែលបងបានស្រឡាញ់អូនទ្ររបស់នាងបានបន្លឺសំឡេងចុងក្រោយបន្ទាប់មករូបនាងក៏បាត់ទៅជាមួយពន្លឺម្ដងបន្តិចចាប់ពីថ្ងៃនោះមកចន្ទរានៅតែរស់នៅបន្តគាត់នៅតែទៅក្បែរបឹងរៀងរាល់ខែពេញបរមីមនុស្សក្នុងភូមិតែនិយាយថានៅយប់ព្រះច័ន្ទពេញបរមីគេអាចឮសំឡេងទ្រឮឡើងពីលើបឹងចន្ទរាគ្រាន់តែឮគាត់ញញឹមតិចហើយនិយាយស្រាលថាសុភាខ្ញុំនៅតែចាំអ្នកស្នេហារបស់ពួកគេទោះបីមិនអាចរស់នៅជាមួយគ្នាក៏នៅតែរស់នៅក្នុងសំឡេងទ្រក្រោមពន្លឺច័ន្ទជារៀងរហូតក្រោមពន្លឺព្រះច័ន្ទស្ងប់ស្ងាត់បឹងនេះខ្ញុំអង្គុយលេងទ្រចាំថ្ងៃដែលកូនលោជីវិតខ្ញុំបាត់បង់ស្នេហាម្ដងទុកតែវិញ្ញាណនៅជាប់ទីនេះ
ពេលបានឃើញបងដើរមកចិត្តខ្ញុំបេះដូង